បង្កាន់ក្រុមទី2នៃវិទ្យាស្ថានស្ថិតិហ្នឹងហើយអញ្ចឹងតាក់ទងជាមួយលើកនេះយើងមានប្រធានបទតាក់ទងជាមួយការ review ទៅលើកាមេរ៉ាជាមួយនឹង LED អញ្ចឹងក្រុមខ្ញុំបានលើកជាមួយនឹងកាមេរ៉ា model Canon EOS 1300D អញ្ចឹងក្នុងនោះពួកយើងមានសមាជិកចូលរួមចំនួន8នាក់អញ្ចឹងទី1ខ្ញុំបាទខេងម៉ារ៉ាខ្ញុំដាក់បុកមកថៃសិញហងខ្ញុំបាទឈ្មោះថេមជូតេម៉ាណែនឹងមានមិត្តរួមក្រុម4នាក់ទៀតដែលគាត់ជំនួយការខាងក្រោយអញ្ចឹងយើងចូលទៅដល់ប្រធានបទដំបូងអញ្ចឹងទី1យើងចង់និយាយអំពីការធ្វើ introduction ទៅលើកាមេរ៉ានេះសិនអញ្ចឹងកាមេរ៉ាទី1គឺយើងសំដៅទៅលើប្រភេទ Canon EOS 1300D អញ្ចឹងវាជាប្រភេទកាមេរ៉ា newbie គឺប្រភេទ entry level គឺសម្រាប់អ្នកដែលគាត់ជាអ្នក beginner ដែលគាត់ចង់ upgrade ពីកាមេរ៉ាពីកាមេរ៉ាទូរស័ព្ទទៅកាមេរ៉ា DSLR ហ្នឹងហើយអញ្ចឹងលក្ខណៈសម្បត្តិកាមេរ៉ានេះទី1វាធន់ស្រាលទី2វាងាយស្រួលប្រើប្រាស់ជាមួយនឹងមុខងារទូទៅជាមួយនឹងអាចថាមុខងារសាមញ្ញមួយចំនួនដែលអ្នកដែលគាត់ចង់ upgrade កាមេរ៉ាទូរស័ព្ទគាត់អាចងាកមកប្រើប្រាស់បានអញ្ចឹងក្នុងតម្លៃមកសមរម្យអញ្ចឹងទី1អាចថាចន្លោះពីតម្លៃវាគឺចន្លោះពី400ឬក៏500គឺអញ្ចឹងតម្លៃវានៅក្រោម500អញ្ចឹងចូលទៅដល់ចំណុចទី2គឺសំដៅទៅលើលក្ខណៈសម្បត្តិរបស់កាមេរ៉ាមួយអញ្ចឹងលក្ខណៈសម្បត្តិរបស់កាមេរ៉ាមួយហ្នឹងទី1ប្រភេទតួខ្លួនវាជា compact SLR អញ្ចឹងវាអាចថាជាកូន DSLR មួយហើយ sensor របស់វាគឺមានទំហំ18 megapixel ហើយជាមួយប្រទេស chip វាគឺ chip processor របស់វាគឺ Digit 4 Plus ហើយប្រភេទ sensor វាជាកាមេរ៉ា crop sensor អញ្ចឹងហើយរូបភាពដែលយើងថតមកវាមានលក្ខណៈ crop អត់ full frame ទេហើយកម្រិត ISO ដែលវាបានមាននៅក្នុងហ្នឹងគឺទី1គឺ ISO ពី1000ទៅ12800នេះកម្រិត ISO ដែលវាអាចធ្វើទៅបានមួយទៀតតាក់ទងជាមួយប្រភេទ lens ដែលអាចយើងធ្វើបានទី1ទៅលើប្រភេទ lens EF និង EFS សម្រាប់ទំហំអេក្រង់របស់វាទី1ទំហំអេក្រង់របស់វាមានទំហំ3អ៊ីងដែលវាអត់មានមុខងារ touch screen ទេអញ្ចឹងជាទូទៅមុខងារទាំងអស់ដែលយើងកំណត់សេរីភាគច្រើនគឺនៅក្នុងប៊ូតុងទាំងអស់គឺខ្ញុំប្រើប្រាស់ប៊ូតុងទៅលើដែលដូចដែលបានបង្ហាញនេះអញ្ចឹងប៊ូតុងទាំងអស់ហ្នឹងគឺយកមានប្រភេទ touch screen ទេអញ្ចឹងយើងត្រូវប្រើប្រាស់ប៊ូតុងដើម្បីសម្រេចកំណត់ឡើងលើចុះក្រោមហើយមួយទៀតកម្រិត shutter speed វាកម្រិត shutter speed វាកំណត់ឲ្យបាន1/4000 second គឺស្មើនឹងវិនាទីហ្នឹងហើយសម្រាប់ការប្រើប្រាស់ភាគច្រើនគ្រប់មុខងារទាំងអស់គឺយើងប្រើប្រាស់ដោយប្រើប៊ូតុងទាំងអស់អញ្ចឹងចូលទៅដល់ចំណុច function អញ្ចឹងសូមបកគោទូនីតិទៅឲ្យដល់អូខេសួស្តីអ្នកនរគ្នាមិញម៉ារ៉ាក៏បានរៀបរាប់ពីប្រភេទកាមេរ៉ាមួយនេះអញ្ចឹងដល់ពេលខ្ញុំនឹងនិយាយតាក់ទងជាមួយនឹង function ដែលមាននៅខាងលើកាមេរ៉ាអូខេយើងចាប់ផ្ដើមទី1គឺប៊ូតុង shutter button ដែលជាប៊ូតុងមួយសម្រាប់ចុចថតនិងប៊ូតុងមួយដែលសម្រាប់ធ្វើការ focus ដូចគ្នាដល់ពេលដែលយើង focus យើងគ្រាន់តែយើងសង្កត់វាបន្តិចបានហើយអញ្ចឹងlens កាមេរ៉ារបស់យើងនឹងsensor កាមេរ៉ារបស់យើងនឹងចាប់ focus លើរូបមួយដែលយើងចង់ថតបន្ទាប់មកគឺយើងសង្កត់វាឲ្យដល់ខាងក្នុងដើម្បីផ្ដិតយករូបភាពតែម្ដងបន្ទាប់មកគឺតាក់ទងជាមួយនឹង media នេះគឺជា option មួយឬក៏ជា function មួយដែលអាចធ្វើឲ្យយើងងាយស្រួលក្នុងការកំណត់កម្រិតនៃ option មួយដែលមាននៅក្នុងកាមេរ៉ាហើយឬក៏យើងអាចនិយាយស្រួលៗវាជា volume មួយរបស់ option ផ្សេងទៀតនៅក្នុងកាមេរ៉ាបន្ទាប់មកគឺ button flash ធម្មតានេះគឺ button សម្រាប់បើក flash មកភ្ជាប់ជាមួយកាមេរ៉ាតែម្ដងយើងចូល button មួយទៀតគឺ button on and off សម្រាប់ button នេះយើងប្រើសម្រាប់បិទបើកកាមេរ៉ាអូខេបន្ទាប់មកទៀតយើងតាក់ទងជាមួយនឹង mode នេះគឺជាកង mode មួយដែលវាមកនៅលើកាមេរ៉ាហ្នឹងហើយកង mode ហ្នឹងវាមានច្រើនមានដូចជា auto mode flash creative auto special scene portrait landscape close up sport night portrait handheld night scene and HDR អូខេសម្រាប់ mode មួយ
nhưng anh vậy bạn ta auto mode គឺសម្រាប់អ្នកដែលចាប់ផ្ដើមថតរូបហើយមិនទាន់ចេះកំណត់ option មួយនៅក្នុងកាមេរ៉ារបស់យើងអញ្ចឹងសម្រាប់ auto mode នេះដែរគឺវាជួយជំនួយក្នុងការកំណត់នៅលើ option ផ្សេងទៀតដោយមិនបាច់យើងចំណាយពេលទៅសេរីអីច្រើនទេចូលវាងាយស្រួលមែនតើដែលអ្នកចាប់ផ្ដើមថតរូបអូខេបន្តមកទៀតគឺយើងនិយាយពី mode creative auto វិញអញ្ចឹង creative auto គឺវាប្រើសម្រាប់នៅក្នុងការ create បន្ថែមទៅលើ auto mode អញ្ចឹងមានន័យថានៅពេលដែលយើងប្រើ auto mode ហើយយើងអាចសេរីបន្ថែមបន្ថយនៅ mode ផ្សេងៗឬ option ផ្សេងៗដែលយើងចង់បានអូខេចូលមកចំណុចទីគឺ special scene special scene នេះគឺវាប្រើសម្រាប់អាចនិយាយបានថាជា filter មួយដែលវាអាច filter របស់កាមេរ៉ាដែលវាជំនួយដល់រូបភាពជំនួយដល់រូបភាពនិងទីតាំងដែលវាបានផ្ដិតឧទាហរណ៍ថាយើងថតនៅតំបន់មួយដែលមានទេសភាពលាយឡំជាមួយទឹកជ្រោះជាមួយធម្មជាតិអញ្ចឹងអា special scene ហ្នឹងគឺវាជួយឲ្យរូបភាពយើងវាកាន់តែច្បាស់កាន់តែស្អាតហើយនឹងវាបន្ថែមនៅ filter មួយដែលអាចស៊ីជាមួយនឹងរូបភាពនិងតំបន់ដែលវាបានចាប់អូខេជាមួយនឹង portrait ពាក់ព័ន្ធជាមួយ portrait mode គឺជា mode មួយដែលយើងអាច focus រូបភាពបញ្ឈរឬក៏រូបភាពដែលនៅក្បែរយើងវានិយាយរួមគឺចាប់នៅលើ option object មួយហើយនឹងវាអាចបន្ថែមជា effect blur ទៅលើ background ហើយនៅពេលអូខេសម្រាប់ focus ឬអីយើងអាចសេរីទៅតាមកងដែលមាននៅលើ lens នេះបានអញ្ចឹងអូខេឥឡូវយើងចូលមក option បន្ទាប់ទៀតគឺ landscape សម្រាប់ landscape នេះគឺយើងប្រើសម្រាប់ថតរូបផ្ដេកឬក៏ចាប់ទីតាំងដែលធំទូលាយហ្នឹងហើយដូចជាទេសភាពអូខេទីតាំងដូចជាមានយើងអាចនិយាយថាទីវាលមួយហើយយើងចាប់បានរូបភាពធំទូលាយដូចសមុទ្រដូចពីលើភ្នំឬក៏និយាយរួមគឺទីតាំងដែលវាមានភាពទូលាយអូខេសម្រាប់ close up គឺចាប់ទៅលើ object មួយដែលទូចគឺវាងាយស្រួលក្នុងការចាប់ detail ព្រោះដែលទូចដូចជាផ្កាដូចជាសត្វល្អិតអីផ្សេងៗហ្នឹងទៅសម្រាប់ spot mode នេះយើងអាចចាប់ទៅលើរូបភាពដែលកំពុងមានចលនាអាចឲ្យរូបភាពទាំងអស់ហ្នឹងមាន detail ច្បាស់ហើយស្អាតដូចគ្នាទោះវាកំពុងតែមានចលនាក៏ដោយសម្រាប់ night portrait វិញ night portrait វាមិនខុសពី portrait ប្រហែលទេគ្រាន់តែ night portrait នេះគេប្រើនៅពេលដែលមានពន្លឺទាបឬក៏នៅពេលយប់តែម្ដងអញ្ចឹងវាអាចជួយបន្ថែមដូចជា ISO ឬក៏បន្ថយ shutter speed មកវិញដើម្បីរូបភាពនឹងវាមាន detail និង effect ខ្លះចូលមក mode បន្ទាប់ទៀតគឺ handheld night scene handheld night scene នេះភាគច្រើនគេប្រើថតយកទេសភាពដែលមានទេសភាពពេលយប់ឬក៏ទិដ្ឋភាពពេលយប់អីចឹងទៅឧទាហរណ៍យើងចង់ថតនៅមាត់ទន្លេឬថតទូកថតរូបភាពដែលឧទាហរណ៍ជា street នៅលើផ្លូវអញ្ចឹងណាយើងថតដូចម៉ូតូឡានអីចឹងទៅអាហ្នឹងវាអាចជួយឲ្យរូបភាពយើងវាមាន effect តិចតួចឬក៏វាបាសស្អាតអីចឹងទៅអាហ្នឹងសម្រាប់ handheld night scene បើHDR backlight control នេះគឺវាប្រើសម្រាប់ថតរូបនៅពេលដែលវាមានពន្លឺកុងជាមួយនឹង sensor របស់យើងអញ្ចឹងនៅពេលដែលយើងប្រើHDR mode ហ្នឹងហើយគឺវាចាប់រូបភាព3ផ្សេងគ្នាexposure ផ្សេងគ្នានៅពេលដែលវាចាប់3ផ្សេងគ្នាហើយគឺវា combine ចូលគ្នានិងបង្កើតរូបភាពមួយដែលវាមានពន្លឺ balance គ្នាហើយនឹងរូបភាពមួយដែលស្អាតអីចឹងទៅហើយវាអាចនឹងជួយបន្ថែម effect ស្មោលអីចឹងនេះដើម្បីឲ្យរូបភាពហ្នឹងទោះវាកុំមួយពន្លឺមែនប៉ុន្តែនៅតែមាន detail ហើយនៅតែស្អាតធម្មតាអញ្ចឹងអស់ហើយចូលទូនាទីរបស់បងនិយាយពី back view functional អរគុណ
ស្ដីទាំងអស់គ្នាបន្ទាប់ពីអ្នកទាំងអស់គ្នាបានយល់ដឹងពីរបៀបប្រើប្រាស់និង function មួយចំនួននៃផ្នែកខាងលើរបស់កាមេរ៉ាឥឡូវនេះអាត្មានឹងនិយាយបន្តទាក់ទងទៅនឹង function មួយចំនួនតែនៅខាងក្រោយនៃកាមេរ៉ារបស់យើងព្រោះអីនៅពេលដែលយើងចាប់ផ្ដើមរៀនថតរូបដំបូងបើសិនជាយើងមិនស្គាល់មុខងារនិង function មួយចំនួនរបស់កាមេរ៉ាគឺយើងមិនអាចថតរូបបានទេដូច្នេះមកសិក្សាជាមួយនឹងអាត្មាទាំងអស់គ្នាចំពោះ function របស់កាមេរ៉ានៅផ្នែកខាងមួយនេះគឺយើងហៅថា live view គឺយើងប្រើវាដើម្បី switch ទៅពេលដែលយើងចង់មើលពេលយើងចង់ថតរូបគឺយើងមើលនៅលើ finder view ឬក៏នៅចង់មើលនៅលើ LCD monitor គឺយើងប្រើប៊ូតុង live view ដើម្បី switch មើលវាបន្តមកទៀតចំពោះ menu មួយនេះប៊ូតុងមួយនេះគឺយើងប្រើដើម្បីសេរី degree របស់ផ្នែករបស់យើងព្រោះអីផ្នែករបស់យើងគឺមាន degree ខុសគ្នាយើងសេរីបូកឬដកអាស្រ័យ degree ផ្ទាល់ខ្លួនរបស់យើងបន្តមកទៀតគឺការប្រើប្រាស់ប៊ូតុង AV នេះគឺយើងប្រើដើម្បីលុបរូបភាពឬក៏ដើម្បីសេរីតម្តា picture ទាក់ទងនឹងប៊ូតុងខាងនេះវិញគឺជាប៊ូតុងAE lock គឺយើងប្រើវាដើម្បី lock exposure នៅពេលដែលយើងសេរីដើម្បីថតរូបរបស់យើងហើយពេលដែលយើងសេរីគិតថាតម្លៃ setting របស់យើងហ្នឹងគឺវាស័ក្តិសមសមាមាត្រជាមួយនឹងរូបភាពគឺយើងប្រើប៊ូតុង AE lock មួយនេះគឺដើម្បី lock exposure របស់វាមានន័យថានៅពេលដែលយើងសេរីទៅឆ្វេងឬស្ដាំក៏តម្លៃ setting របស់វានៅតែដដែលវាអត់ប្រែប្រួលទាក់ទងនឹងប៊ូតុងខាងនេះមួយទៀតគឺ box នេះគឺយើងប្រើវាដើម្បីauto selection ហ្នឹងគឺសំដៅទៅលើនៅពេលដែលយើងថត subject ណាមួយនៅពេលយើងคลิกលើវាគឺវានឹងបង្ហាញថាកាមេរ៉ារបស់យើងកំពុងតែ select ទៅលើ subject មួយណាបន្តមកទៀតគឺប៊ូតុង DSP ប៊ូតុង display ប៊ូតុងនេះយើងប្រើប្រាស់វាដើម្បីមើលទាក់ទងទៅនឹង info នៅក្នុង picture ទាក់ទងទៅនឹងការប្រើប្រាស់របស់យើងគឺ ISO shutter speed ឬក៏ទំហំនៃរូបភាពតែយើងប្រើប្រាស់ទំហំប៉ុណ្ណាគឺយើងប្រើប្រាស់ប៊ូតុង display មួយនេះតទៅទៀតគឺប៊ូតុងមួយនេះខាងក្រោមនេះគឺជាប៊ូតុងយើងប្រើប្រាស់ដើម្បីមើលនៅរូបភាពហើយតែប៊ូតុង playback គឺយើងប្រើប្រាស់ដើម្បីមើលវីដេអូនិងរូបភាពដែលយើងបានថតរួចបន្តមកទៀតគឺប៊ូតុងទាំង4នេះគឺប៊ូតុង ISO គឺយើងប្រើដើម្បីសេរីពន្លឺAE គឺយើងប្រើដើម្បីពេលខ្លះគឺ select function នៅពេលដែលយើងប្រើប្រាស់នៅក្នុង LCD monitor ចំពោះ WB គឺជា function យើងប្រើដើម្បីសេរី white balance តទៅទៀតគឺប៊ូតុងមួយនេះគឺជាប៊ូតុង try mode គឺយើងប្រើប្រាស់ដើម្បីកំណត់ timer ឬក៏កំណត់រូបភាពដែលយើងចង់ថតយើងកំណត់4សន្លឹក5សន្លឹកគឺយើងកំណត់លើ function មួយនេះចំពោះប៊ូតុង set គឺជាប៊ូតុងដែលយើងចុច set function ទាំងអស់នេះនៅពេលដែលយើងប្រើប្រាស់ឬចង់ប្រើ function មួយណាគឺយើងចុចប៊ូតុង set ទាំងហើយយើងអាចប្រើប្រាស់បានបន្តមកទៀតគឺប៊ូតុង Q នេះគឺប៊ូតុងquick control ប៊ូតុងគឺយើងប្រើប្រាស់វាដើម្បីបង្ហាញនៅតម្លៃ setting ដែលយើងឧស្សាហ៍ប្រើមានន័យថាគឺ setting ដែលយើងឧស្សាហ៍ប្រើញឹកញាប់ដូចជា dry mode ឬក៏ ISO ឬក៏ shutter speed ជាដើមហើយប៊ូតុងចុងក្រោយគឺប៊ូតុង menu ប៊ូតុង menu នេះគឺយើងប្រើប្រាស់វាគឺដើម្បីបង្ហាញ everything នៅក្នុង LCD monitor របស់យើងមានន័យថានៅពេលដែលយើងចង់សេរីតម្លៃ shutter speed ឬក៏កំណត់ timer ឬក៏កំណត់មុខងារផ្សេងៗគឺយើងប្រើ menu ដើម្បីចេញនៅ function ទាំងអស់នៅលើ LCD monitor ហើយយើងអាចកំណត់វាបានការបង្ហាញអំពី function របស់កាមេរ៉ាខាងក្រោយគឺត្រូវបានបញ្ចប់តែប៉ុណ្ណឹងចុងក្រោយអាត្មាប្រូទៅទីទៅឲ្យជួបទេម៉ាហ្នឹងហើយស្ដីអ្នកទាំងអស់គ្នាហើយយើងបានស្ដាប់ទៅលើការបកស្រាយរបស់ពួកគាត់និងលោកបងអស់ហើយគឺគាត់បានរៀបរាប់អំពី body
កាមេរ៉ាហ្នឹងគឺបានបោះបាយមែនតើអញ្ចឹងសម្រាប់មុខទូរទស្សន៍របស់ខ្ញុំគឺរៀបចំអំពី lens ដែលជាប្រភេទ lens kit ដែលភ្ជាប់មកជាមួយនឹងកាមេរ៉ា Canon EOS 1300D នេះអញ្ចឹងlens នេះគឺជាប្រភេទ lens zoom ជាប្រភេទ lens zoom ដែលមានតម្លៃ focal តូចបំផុត 18mm និងខ្ពស់បំផុត 55mm ហើយ lens មួយនេះគឺយើងអាចប្រើជាមួយនឹង portrait mode បាននៅដែលតម្លៃ portrait mode ដែលល្អបំផុតសម្រាប់ដែលយើងគួរប្រើហ្នឹងគឺ 35mm គឺអាចកាត់ដាច់មែនតើហើយតម្លៃ aperture របស់វាគឺទីបំផុត 4 និងខ្ពស់បំផុត 5.6 តម្លៃ aperture អញ្ចឹងសម្រាប់ lens មួយនេះគឺវាអត់អាចកាត់ background ដាច់បានដាច់ 100% ហ្មងទេអញ្ចឹងយើងអាចសង្កេតមើលឃើញថា lens មួយនេះគឺវាធ្វើឡើងអំពី plastic ទាំងអស់អញ្ចឹងវាខុសពី lens ដទៃដែលមានជាប់ជាមួយនឹងដែកអញ្ចឹងសម្រាប់លក្ខណៈពិសេសរបស់ lens មួយនេះផងដែរគឺវាមានទម្ងន់ស្រាលបើមិនយើងប្រៀបធៀបជាមួយនឹង lens 5គឺយើងអាចនិយាយបានថាបន្ទាប់ពី lens 5មក 50mm មកគឺ lens មួយនេះហើយគឺវាស្រាលបំផុតសម្រាប់បំពាក់ជាមួយនឹងកាមេរ៉ាតូចហើយនៅក្នុង lens មួយនេះផងដែរគឺមាន manual focus ហើយនិង auto focus ដូច lens ដទៃផងដែរនិងជាពិសេសក្នុង lens មួយនេះគឺបានភ្ជាប់ជាមួយនឹង stabilizer អញ្ចឹងគឺវាល្អសម្រាប់យកទៅថតវីដេអូនិងថតរូបគឺអាចងាយស្រួលនៅពេលដែលយើងបើក picture stabilizer និងសម្រាប់បើសិនជាយើងប្រៀបធៀប lens មួយនឹងជាមួយនឹង lens 5គឺខុសគ្នាត្រង់ lens នេះគឺជា lens zoom ហើយសម្រាប់ lens 5គឺ lens prime អញ្ចឹងបើសិនជាអាចយើងប្រើ lens មួយនេះគឺអាចល្អវាអាចជំនួស lens 5បានច្រើនមុខងារមែនតើអញ្ចឹងសម្រាប់ទូនទីរបស់ខ្ញុំរៀបរាប់អំពី lens kit របស់ម៉ាស៊ីនមួយនេះគឺបានបញ្ចប់ហើយអញ្ចឹងខ្ញុំមានចំណុចសួរទៅម៉ារ៉ាវិញថាជំរាបពេលដែលយើងបានប្រើកាមេរ៉ាមួយហ្នឹងហើយកាមេរ៉ាមួយនេះគឺក្នុងតម្លៃ$500តើវាស័ក្តិសមនឹងប្រើនៅក្នុងប្រភេទមួយណាអញ្ចឹងចំពោះកំណត់ផ្ទាល់សម្រាប់កាមេរ៉ា model នេះដោយសារវាជាកាមេរ៉ាគឺសំដៅលើ beginner អញ្ចឹងវាប្រភេទ EOB អញ្ចឹងវាអាចថាវាជា entry level ទេអញ្ចឹងវាស័ក្តិសមបំផុតគឺសម្រាប់អ្នកដែលគាត់ចង់ចាប់ដើមអាជីពដំបូងជាអ្នកថតរូបអញ្ចឹងគាត់អត់មានថវិកាច្រើនទេអញ្ចឹងលំបាក់ទង500ចុះក្រោមគឺគាត់អាចជឿយក model នេះបានដោយសារទី1គឺតម្លៃសមរម្យទី2មុខងាររបស់វាទាំងអស់ដែលយើងបានរៀបរាប់អំបញ្ញមិញហ្នឹងគឺវាស័ក្តិសមទៅនឹងតម្លៃមួយនេះដែលអាចថាតម្រូវការទៅតាមពួកតម្រូវការពួកគាត់បាននៅពេលដែលពួកគាត់ចង់ថតអីផ្សេងក៏ដូចជាយកទៅប្រកបរបរអាជីវកម្មផ្សេងអញ្ចឹងជាចុងក្រោយគឺសម្រាប់ប្រធានបទទាក់ទងជាមួយការ review កាមេរ៉ា model 1300D និង lens របស់ពួកយើងគឺបានបញ្ចប់ត្រឹមប៉ុណ្ណេះអរគុណច្រើន